Zoom group Zoom ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជួបនឹងខ្ញុំបាទសារជាថ្មីនៅអេពីសូតទី5នៅក្នុងរឿងអំពើម្ដាយដើមភាគទី2ហើយខ្ញុំក៏សូមឲ្យបងប្អូនមេត្តាជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូជូនបងប្អូនស្ដាប់ជាបន្តបន្ទាប់ទៀតឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងនិយាយរឿងបន្តពីភាគទី1ដែលពាក់ព័ន្ធជាមួយនឹងប្អូនស្រីដែលត្រូវម្ដាយបង្កើតរបស់ខ្លួនឯងធ្វើអំពើដាក់ក្រោយពីបញ្ចប់ការសិក្សានៅក្នុងថ្នាក់ទី12រួចរាល់ហើយឪពុករបស់ប្អូនស្រីបាននាំប្អូនស្រីទៅខេត្តកំពង់ឆ្នាំងដើម្បីរកគ្រូឬមួយក៏រកព្រះសង្ឃណាដែលមានបុណ្យបារមីខ្លាំងពូកែដើម្បីជួយដោះស្រាយនៅបញ្ហានៃជំងឺរបស់កូនស្រីរបស់គាត់នឹងដែលកំពុងតែជួបប្រទះពេលហ្នឹងគាត់ក៏បានឮល្បីតគ្នាថានៅខេត្តកំពង់ឆ្នាំងហ្នឹងគឺមានគ្រូម្នាក់ល្បីខ្លាំងក្លានៅក្នុងការដោះអំពើមុនខ្មៅអីចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ក៏បានធ្វើដំណើរទៅផ្ទះគ្រូនោះហើយពេលទៅដល់ផ្ទះគ្រូបានទស្សន៍ទាយមើលហើយបានដោះអំពើនៅអ្វីដែលគ្រូអាចធ្វើបានទៅតាមលទ្ធភាពប៉ុន្តែគ្រូគាត់អត់បាននិយាយត្រង់ទេថាអំពើនឹងអ្នកណាជាអ្នកធ្វើគាត់បានត្រឹមតែនិយាយថាมันអាចធ្វើបានទេឬមួយក៏มันអាចដោះបានដោយងាយឡើយដោយសារតែអ្នកធ្វើនឹងគឺជាដង្កូវចេញពីសាច់ហើយគ្រូម្នាក់នឹងបានរៀបរាប់ឲ្យឪពុករបស់ប្អូនស្រីត្រូវធ្វើកិច្ចបែបនេះបែបនោះទៅតាមអ្វីដែលគាត់មានបទពិសោធន៍នៅក្នុងការធ្វើពិធីកន្លងមកចឹងណាហើយគ្រូម្នាក់ហ្នឹងរៀបចំកម្មវិធីដូចជាស្រោចទឹករំដោះគ្រោះលើករាសីអីធម្មតាទេក៏ប៉ុន្តែប្អូនស្រីម្នាក់នោះគាត់បានស្រែកយំទ្រហឹងពេញនៅមុខអាសនៈរបស់គ្រូដែលឪពុករបស់គាត់ជូនទៅនឹងឯងពេលខ្លះក៏យំពេលខ្លះក៏រាំដូចជានារីអប្សរាចូលខ្លួនអញ្ចឹងហើយការនិយាយស្ដីរបស់គាត់គឺមានភាពថាមិនមែនជាមនុស្សនឹងជាអ្នកនិយាយអញ្ចឹងណាពីព្រោះពាក្យសម្ដីរបស់ប្អូនស្រីនឹងគឺនិយាយអញហងឯងអីចឹងទៅក្រោយកិច្ចពិធីសូត្រមន្តរំដោះគ្រោះរួចរាល់អស់ហើយគ្រូដែលល្បីហ្នឹងឲ្យប្អូនស្រីហ្នឹងញ៉ាំម្លូពេលដែលញ៉ាំស្លាម្លូដែលបានសូត្រមន្តគុំគាថាហើយចឹងទៅគាត់ក៏ក្អួតធ្លាក់ឈាមហើយនៅក្នុងឈាមហ្នឹងមានទាំងដង្កូវទៅទៀតធ្វើឲ្យឪពុករបស់គាត់មានភាពភ័យតក់ស្លុតយ៉ាងខ្លាំងពេលដែលក្អួតចេញឈាមមកហើយដោយទាំងដង្កូវអញ្ចឹងប្អូនស្រីក៏បានស្លាប់បាត់ស្មារតីទៅលងប្រហែលជា10នាទីឬមួយក៏15នាទីទៅក៏ប្អូនស្រីហ្នឹងបានភ្ញាក់នឹងខ្លួនឡើងវិញក៏ប៉ុន្តែកុំច្រឡំថាឈាមហ្នឹងក៏ពិតជាម្លូទឹកម្លូក៏មានពណ៌ដូចឈាមដែរតែនេះអត់ទេទឹមតែលេបម្លូបានតែបន្តិចក៏ធ្លាក់ឈាមមកជាច្រើនហើយមានទាំងពីសត្វល្អិតដូចជាដង្កូវអីជាដើមហ្នឹង
ហើយពេលដែលប្អូនស្រីបានភ្ញាក់ដឹងខ្លួនហើយហ្នឹងក៏មានស្មារតីដូចជាធម្មតាវិញក៏ប៉ុន្តែគ្រូនោះបាននិយាយថាគាត់គ្រាន់តែជួយសម្រាលទេគាត់មិនអាចធ្វើឲ្យប្អូនស្រីហ្នឹងជាបានដូចធម្មតាវិញឡើយដោយសារតែអំពើដែលគេបានធ្វើហ្នឹងគឺជាសាច់ឈាមរបស់ខ្លួនឯងអញ្ចឹងគាត់គ្មានវិធីដោះទេមានតែឲ្យឪពុករបស់ប្អូនស្រីហ្នឹងដើររកឬមួយក៏ស្វែងយល់ពីគន្លឹះនៃការដាក់អំពើមកលើកូនស្រីរបស់គាត់ហើយគ្រូក៏អត់បានលាក់បាំងអ្វីដែរដោយសារតែគ្រូគឺជាគ្រូដែលមានបុណ្យបារមីរស់រៀនដោយសារតែគុណធម៌និងផ្លូវភ្លឺអញ្ចឹងគ្រូក៏បានណែនាំថានៅទឹកដីខេត្តកំពង់ឆ្នាំងគឺមានព្រះសង្ឃមួយអង្គដែលមានបុណ្យបារមីខ្លាំងពូកែត្រង់ចំណុចនេះបើខ្ញុំនិយាយទៅមានការលឺលួសទៅដល់ពុទ្ធសាសនាឬមួយក៏ព្រះសង្ឃដែលប្រជាជនយើងតែងតែគោរពបូជាអញ្ចឹងទៅសូមមេត្តាខន្តីអភ័យទោសហើយដោយសារតែទឹកចិត្តជាឪពុកពេលឃើញដំណឹងថាមានព្រះសង្ឃខ្លាំងពូកែអីចឹងទៅក៏មិនបង្អង់យូរទេក៏ធ្វើដំណើរទៅទីវត្តអារាមដែលព្រះសង្ឃនឹងគង់ដើម្បីយកកូនស្រីទៅព្យាបាលជំងឺដែលមិនមានមូលហេតុអ្វីសោះបែរជាកូនគាត់ខ្លាចទៅជាមនុស្សបែបហ្នឹងអញ្ចឹងណាពេលទៅដល់ព្រះសង្ឃគ្រាន់តែស្ដោះផ្លុំហើយមើលជោគជតារាសីហើយដូចថាគេល្បីថាព្រះសង្ឃអាចមានញាណមើលធ្លុះនៅរឿងអាថ៌កំបាំងទាំងឡាយដែលយើងកំពុងតែជួបប្រទះនៅពេលនោះព្រះសង្ឃក៏បាននិយាយថាមិនអាចដោះអំពើនេះបានឡើយបើដោះអំពើនេះបានលុះត្រាតែមានម្នាក់ត្រូវស្លាប់ហើយសួរថានរណាត្រូវស្លាប់គឺម្ដាយប្អូនស្រីបង្កើតនេះត្រូវស្លាប់ហើយដល់ពេលអញ្ចឹងឪពុកប្អូនស្រីនោះក៏បានសួរព្រះសង្ឃមូលហេតុអីអំពើកូនរបស់ខ្ញុំដោះអំពើនឹងបានហើយកូនខ្ញុំជាសះស្បើយតែបែរទៅជាម្ដាយដើមរបស់ប្អូនស្រីនឹងស្លាប់វិញព្រះសង្ឃក៏បានមានពុទ្ធកាបន្តថាអំពើដែលធ្វើមកលើកូនស្រីហ្នឹងគឺម្ដាយបង្កើតរបស់គេម្នាក់ធ្វើប៉ុន្តែចេតនារបស់ម្ដាយរបស់ប្អូនស្រីនេះមិនមែនធ្វើមកលើប្អូនស្រីនឹងទេគឺធ្វើមកលើបងឯងនឹងឯងប៉ុន្តែដោយសារតែបងឯងមានគ្រូបាព្យាយមានរាសីខ្ពស់ទើបអំពើអំព័ន្ធទាំងអស់ហ្នឹងធ្លាក់មកលើកូនស្រីខ្លួនឯងបង្កើតដោយសារតែនាងរាសីដាក់គ្រាន់តែលឺភ្លាមទាំងឪពុកទាំងសមីខ្លួននាំគ្នាភ្ញាក់ព្រឺតមិននឹកស្មានថាម្ដាយរបស់ខ្លួនឯងនឹងមានចិត្តសាហាវដល់ថ្នាក់ហ្នឹងហើយព្រះសង្ឃបានមានពុទ្ធកាបន្តទៀតថាឲ្យម្ដាយរបស់ប្អូនស្រីហ្នឹងជាអ្នកស្រាយទៅអាត្មាក៏គ្មានលទ្ធភាពជួយដែរអញ្ចឹងមិនបង្អង់ពេលយូរឪពុកហើយនឹងកូនហ្នឹងក៏ធ្វើដំណើរទៅផ្ទះប្រពន្ធឬមួយក៏ម្ដាយរបស់ខ្លួនហ្នឹង